ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានត្រីស្រែដែលបងសំណាញ់បានមកពីស្រែមកយកមកធ្វើម្ហូបជាត្រីដុតស្រុកស្រែនេះមុននឹងបានត្រីហ្នឹងត្រូវជិះបាទម៉ូតូទៅរកដើម្បីបានត្រីយើងត្រូវជិះម៉ូតូទៅរកសិនបាទមានការបងសំណាញ់ជិះផ្លូវទៅរកត្រីស្រែយើងខេត្តនេះសាច់ផ្អែមឆ្ងាញ់ណានិយាយទៅវាមានអាជុះរៀតរសជាតិឈ្ងុយឆ្ងាញ់ចង់និយាយខុសនេះបានមេប៉ាក់មួយខាងបងសំណាញ់បានមេប៉ាក់មួយនេះសម្រាប់កែនៅខាងបងសំណាញ់បាទសំណាញ់ក៏បងស្រីក៏បងដែរបាទនេះវាចូលចិត្តណាស់ឲ្យទៅពេលដល់ម៉ោងណាត់គ្នាទៅហើយសុបាយម្យ៉ាងបាទវាដូចជាការសាកថ្មជីវិតចឹងមានសំណាញ់មួយគ្រាន់បងត្រីនេះមានត្រីទឹកប្រៃត្រីទឹកសាបយើងបងនៅដៃព្រែកអញ្ចឹងបានទាំងត្រីទឹកសាបបានទាំងត្រីទឹកប្រៃនេះឥឡូវយកត្រីមកដល់ផ្ទះហើយយើងចាប់ផ្ដើមអនុវត្តធ្វើត្រីដុតបែបស្រុកស្រែត្រីដុតរបស់យើងខ្ញុំមានដូចជាខ្ទឹមស្លឹកក្រូចសើចស្លឹកគ្រៃយកមកលាងវាស្អាតដើម្បីដាក់នៅក្នុងត្រីយើងឲ្យមានរសជាតិឈ្ងុយជាពិសេសនោះខ្ទឹមយើងដាក់រៀងច្រើនវាឈ្ងុយណាមានម្ទេសចឹងទៅហើយនេះសិតតែរបស់ធម្មជាតិនៅក្រោយផ្ទះដាំក្រោយផ្ទះទេទុកញ៉ាំសម្រាប់ក្រុមគ្រួសារពេលត្រូវការដុតត្រីដុតអីហ្នឹងយើងមានខ្លួនឯងស្ទើរណាខ្ជិលទៅសាហើយសម្រាប់ត្រីខ្ញុំរុំជាមួយនឹងស្លឹកចេកហើយដាក់នៅខ្ទាប់ជាមួយនឹងញោមបាទរុយពីញោមនេះយើងដបមកយើងដាក់អាំងវាហើយនេះឆ្អិនអញ្ចឹងពេលហើយយើងបកមកចាំមើលសាច់វាមើលវាទៅជាយ៉ាងណាដែរទៅពេលដែលយើងបកចេញមកក្លិនចាប់ដើមឈ្ងុយហើយលេបទឹកមាត់គ្រឿបណ្ដើហើយសម្រាប់សាឡាត់ខ្ញុំនេះគឺសាឡាត់ធម្មជាតិពិតមកសាឡាត់ហ្នឹងគឺខាងលោកគ្រូអ្នកគ្រូកូនសិស្សនៅសាលាពងទឹកនោះគាត់ដាំហើយក៏ទៅទិញយកមកសម្រាប់ផ្ទាប់ជាមួយត្រីដុតយើងហ្នឹងនិយាយទៅមកសេតនេះគឺសិតតែរបស់ធម្មជាតិនៅស្រុកស្រែយើងតែម្ដងហើយក្លិនវាឈ្ងុយបកមកលេបទឹកមាត់ក្អឿមកទ្រាំបានពុះត្រីទ្រាំមិនបានក៏ពុះត្រីភ្លក់មើលថាតើត្រីដុតបែបស្រុកស្រែយើងហ្នឹងវារសជាតិបែបណាឆ្ងាញ់បែបណាតែសាច់វាល្មួតបាទត្រីស្រែនិងត្រីយើងចិញ្ចឹមខុសគ្នាត្រីស្រែគឺមានរសជាតិផ្អែមដាក់ចូលមាត់ទៅមានអារម្មណ៍ថាជាតិណាស់ខ្ញុំចូលចិត្តណាស់ខាងដុតត្រីហ្នឹងហើយយើងធ្វើទាំង7ទុំហ្នឹងយកមកបាទភ្លក់មើលថារសជាតិវាមិនបាទឆ្ងាញ់ណាស់បាទវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាទាំងអស់គ្នាបាទអរគុណបងប្អូនជំរាបលា